ព្រឹកឡើងភ្ញាក់ពីដេកមកអង្គុយលេងមុខផ្ទះបានឃើញរូបត្បូងដែលនៅក្នុងខ្សាច់ដែលប្អូនខ្ញុំគាត់យកមកធ្វើផ្ទះខ្សាច់នេះយើងដឹកខាងខេត្តកំពង់ស្ពឺមកហើយខ្ញុំក៏ជាអ្នកច្នៃត្បូងអញ្ចឹងបានជួបថ្មមួយដុំគឺស្អាតហើយអញ្ចឹងខ្ញុំចាប់អារម្មណ៍ថានៅក្នុងខ្សាច់ហ្នឹងគឺមានប្រភេទថ្មធម្មជាតិត្បូងថ្មហើយខ្ញុំក៏សម្រេចចិត្តថាដើររកមើលអញ្ចឹងបងប្អូនចាំមកមើលជាមួយខ្ញុំថាវាមានប្រមាណនេះវានៅលើខ្សាច់ដែរប៉ុន្តែជាប្រភេទថ្មកមួនតែវាតូចដែរតែយើងអាចយកធ្វើជាព្រះអង្គរូបព្រះអង្គតាកប៉ោងក៏បានកណេះក៏បានប៉ុន្តែវាបានតូចអីវាសបោដែរបងសបោប៉ុន្តែគាត់ថាតូចនៅក្នុងខ្សាច់យើងដឹកពីខេត្តកំពង់ស្ពឺមកអញ្ចឹងវាមិនជាអត់មានទេគឺមានច្រើននេះភ្លៀងប្រហែលមេជាប់គ្នាទៅវាលៀនវាផុសចេញពីក្នុងខ្សាច់មកដល់អញ្ចឹងវាសម្បូរដែរនេះជាប្រភេទថ្មខាងខេត្តកំពង់ស្ពឺអូនេះច្រើនដែរនេះតែមិនដឹងថ្មអីខ្លះនេះមានថ្មពណ៌ប្រផេះផងតែស្អាតហើយខ្ញុំក៏ជាអ្នកស្រឡាញ់ប្រភេទត្បូងថ្មធម្មជាតិអញ្ចឹងក៏ចេះថារើសទុកដើម្បីយើងដាក់នៅក្នុងក្បាលដំណេកដាក់ក្នុងកូនពាងដើម្បីដាក់លើក្បាលដំណេកព្រោះប្រភេទថ្មធម្មជាតិយើងអាចដាក់លើក្បាលដំណេករបស់យើងសម្រាកទៅគឺយល់សពឃើញល្អហើយមានសេរីសួស្តីអញ្ចឹងខ្ញុំចូលចិត្តខ្លាំងចឹងនេះមានច្រើននេះតែវាមានថ្មដឹងថាជាថ្មខ្មៅឬក៏ជានិលប៉ុន្តែចាំមើលសិនព្រោះឲ្យតាជាប្រភេទថ្មគឺថ្មល្អទាំងអស់ហ្នឹងតែចាំមើលបណ្ឌិតមើលនេះបានច្រើនណាស់តាប៉ុន្តែមានច្រើនទៀតតែអានេះទុករឿងថ្ងៃក្រោយទៀតព្រោះសាកយកទៅធ្វើតេស្តសិនតេស្ត ANA របស់វាសិនថាជាប្រភេទអី